បន្ថយសាក់ប៉ូលីសផ្កាយពីរនាក់ពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបង្ក្រាបអនឡាញស្កេមនេះនគរបាលផ្កាយ2ចំនួន2នាក់ត្រូវបានបន្ថយឋានន្តរស័ក្តិមកផ្កាយមួយវិញក្រោយមានសេចក្តីរាយការណ៍ថានគរបាលជាន់ខ្ពស់ទាំង2នាក់អាចទំនងជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅពេលចុះបង្ក្រាបបទល្មើសអនឡាញស្កេមបើតាមព្រះរាជក្រឹត្យដែលបានចេញផ្សាយនៅថ្ងៃទី26ខែមិថុនានេះបានបញ្ជាក់ថាបន្ថយឋានន្តរស័ក្តិពីឧត្តមស្នេហ៍តូឲ្យមកនៅត្រឹមថ្នាក់ឧត្តមស្នេហ៍ត្រីវិញចំពោះនាយនគរបាលថ្នាក់ឧត្តមស្នេហ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន2រូបគឺឧត្តមស្នេហ៍តូហេងសារឿននិងឧត្តមស្នេហ៍តូអុកណារិនអនុប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិប៉ុន្តែយ៉ាងណានៅក្នុងព្រះរាជក្រឹត្យរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីមិនបានបញ្ជាក់លម្អិតថាតើមន្ត្រីនគរបាលជាន់ខ្ពស់ទាំងពីរនាក់នេះបានប្រព្រឹត្តកំហុសអ្វីនោះទេរហូតឈានដល់មានការដកសាកចេញពីនាយនគរបាលទាំងពីរទោះបីជាមិនមានព័ត៌មានលម្អិតដែលបានបន្ថយឋានន្តរស័ក្តិនាយនគរបាលទាំងពីរនាក់នេះក៏ដោយតែតាមសេចក្តីរាយការណ៍ខ្លះបានបង្ហើបប្រាប់ថាមន្ត្រីនគរបាលជាន់ខ្ពស់ទាំងពីរនាក់នេះអាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើសអនឡាញស្កេមនាពេលកន្លងទៅ